បាទសួស្តីឥឡូវខ្ញុំសូមណែនាំវគ្គសិក្សា Motion Graphic ដែលយើងរៀននៅក្នុងកម្មវិធី After Effects ខ្ញុំនឹងបង្ហាញអំពីមាតិកានៅក្នុងមេរៀនរបស់យើងតើមានមេរៀនអីខ្លះហើយយើងសិក្សាទៅលើអ្វីខ្លះអញ្ចឹងយើងគ្រាន់តែចូលកន្លែង Classwork មកអញ្ចឹងនេះគឺជាមាតិកានៃមេរៀនរបស់យើងអញ្ចឹងសម្រាប់មេរៀនរបស់យើងនឹងគឺសរុបមានចំនួន8មេរៀនហើយនៅក្នុងនោះគឺមានប្រជិតអនុវត្តក៏ដូចជា assignment នៅក្នុងនេះដែរចឹងក្នុងនេះសម្រាប់មេរៀនទី1នោះគឺយើងធ្វើការ install software ណាសម្រាប់កម្មវិធី After Effects យើងរៀននោះគឺ2022ទៅណាចឹងសម្រាប់វីដេអូនេះគឺនៅពេលដែលយើងចុចឈ្មោះហើយគឺយើងរៀនបានរហូតអត់កំណត់រយៈពេលទេណាចឹងមានរបៀបនៃការប្រើប្រាស់ក៏ដូចជាការនាំចូល footage ណាគេហើយនឹងមានការរបៀបនៃការ render នៃវីដេអូតើយើង render វីដេអូបែបណាដើម្បីយើងអាចយកទៅប្រើប្រាស់បានត្រឹមត្រូវហើយបន្តមកទៀតមានមេរៀនទី2ចឹងរបៀបនៃការបង្កើតជា composition យើងនឹងស្គាល់អំពីមុខងារជាមូលដ្ឋានដំបូងនឹងមានថាយើងត្រូវស្គាល់ទាំងអស់ហ្នឹងដើម្បីយើងងាយស្រួលថាតើមុខងារនីមួយៗហ្នឹងគឺយើងយកទៅប្រើប្រាស់សម្រាប់ធ្វើអ្វីមាន composition មាន solid មាន pre-compose មាន null object អញ្ចឹងសិតតែជា basic ដំបូងដែលយើងត្រូវរៀនអញ្ចឹងយើងស្គាល់ទាំងអស់ហ្នឹងមកគឺយើងអាចធ្វើចលនាគឺយើងអត់សពេចសពិលទេក្នុងការស្គាល់មុខងារទាំងអស់ហ្នឹងអញ្ចឹងបន្តមកទៀតយើងចូលមេរៀនទី3ជាងសិតតែជាមានវីដេអូនៅក្នុងនេះគឺយើងបានបង្ហាញអំពី workflow ណាគឺមាន Photoshop, Illustrator និង Premiere ទាំងតើវាលេងយ៉ាងម៉េចគឺមានបង្ហាញក្នុងនឹងដែរហើយរត់តែពិសេសនោះគឺយើងនឹងបង្ហាញអំពីរបៀបនៃការគិតលុយបច្ចេកនៅពេលយើងសិក្សាបានយល់អំពីការធ្វើចលនាច្បាស់ទៅគឺយើងអាចទទួលបច្ចេកមកធ្វើបានណាចឹងនៅក្នុងនេះគឺយើងបញ្យល់អំពីការគណនានៅពេលយើងទទួលបច្ចេកមកធ្វើណាគឺឲ្យយើងបានស្វែងយល់កាន់តែច្បាស់ណាហើយបន្តមកទៀតគឺយើងមានបង្ហាញអំពី website មួយចំនួនទៀតដើម្បីជំនួយក្នុងការធ្វើចលនារបស់យើងណាជានៅក្នុងសិតតែជាវីដេអូហើយមួយទៀតនេះគឺជា footage ដែលយើងនឹងផ្ដល់ជូនមាន music background មាន sound effect គឺដូចជា sound design ផ្សេងគឺនឹងផ្ដល់ជូនដល់បងប្អូនទាំងអស់គ្នាចឹងបន្តមកទៀតមេរៀនទី4គឺយើងនិយាយអំពីមូលដ្ឋាននៃចលនាគឺយើងមានវីដេអូក្នុងស្រាប់ដូចគ្នាអញ្ចឹងយើងគ្រាន់តែចុច play មកគឺណាវីដេអូគឺមានក្នុងស្រាប់តែម្ដងគឺបងប្អូនចុះឈ្មោះភ្លាមមកបងប្អូនអាចធ្វើការសិក្សាបានផ្ទាល់តែម្ដងមិនចាំបាច់រងចាំនេះទេណាចឹងមូលដ្ឋានគឺយើងរៀនពីមូលដ្ឋាននៃចលនាដំបូងទៅដើម្បីឲ្យបងប្អូនកាន់តែយល់ច្បាស់អំពីការធ្វើចលនាតទៅមកគឺយើងយល់អំពីដំណើរការនៃ key frame ណាយើងកាន់តែច្បាស់ទៀតតើអ្វីទៅជា key frame ណាចឹងសិតតែជាមានវីដេអូនៅក្នុងនេះហើយបន្តមកទៀតគឺយើងរៀនអំពីបច្ចេកទេស mask ចឹង mask នៅក្នុង Photoshop ក៏យើងប្រើផ្សេងទៀតតែ mask នៅក្នុង After Effects ក៏យើងប្រើផ្សេងគ្នាដែរអញ្ចឹង After Effects ក៏មានបច្ចេកទេស mask ក្នុងដែរយើងប្រើ mask ដូចគ្នាណាតែយើងចង់ដឹងថា mask យ៉ាងណានោះគឺយើងអាចការសិក្សានៅក្នុងវគ្គសាស្ត្រនិដានតើបច្ចេកទេស mask គឺយើងប្រើទៅលើអីខ្លះណាហើយបន្តមកទៀតចូលមេរៀនទី5គឺយើងចាប់ផ្ដើមអនុវត្តបច្ចេកទី1ណាអនុវត្តបច្ចេកទី1របស់យើងគឺ boost strong ណាយើងបញ្ចូលបច្ចេកទេសក្នុងនេះដូចជាផ្ដល់ footage ឲ្យយើងដាក់បញ្ចូលក្នុង project មួយនេះតែម្ដងហើយបន្តមកទៀតគឺមានលំហាត់របស់យើងដាក់យើងអនុវត្តបានអញ្ចឹងនៅក្នុងនេះមានមេរៀនចំនួន8មែនតែនៅក្នុងនេះគឺមាន technique បង្ហាញ technique ក៏ដូចជាចំណុចល្អៗជាច្រើនទៀតនេះខ្ញុំចូលបច្ចេកទី2ចឹងយើងចាប់ផ្ដើមផ្ដល់ជា plug in ណានេះ plug in ដែលយើងពេញនិយមគឺ shaper ហ្នឹងក្នុងការបង្កើតជាភ្លើងជា effect ផ្សេងគឺយើងប្រើ shaper ហ្នឹងមួយហ្នឹងហើយមួយទៀតមាន animation composer សិតតែជា plug in ក៏ដូចជា extension ដែលគេនិយមប្រើអញ្ចឹងយើងផ្ដល់ជូននៅក្នុងវគ្គសិក្សានេះតែម្ដងអូខេហើយក្នុងនេះក៏យើងបង្ហាញអំពីបច្ចេកទេសផ្សេងបន្តទៀតគឺល្អមែនទែនសម្រាប់យើងយកទៅសិក្សាអូខេចឹងបន្តមកទៀតមេរៀនទី7គឺយើងនិយាយអំពីអនុបត្តិបច្ចេកទៅលើ mid phone Lakisik ណា mid phone ក្នុងការឈ្នះរង្វាន់នេះគឺយើងប្រើនៅលើនេះហើយយើងផ្ដល់ជា file
Photoshop ឬក៏ File Illustrator ដើម្បីយើងយកមកអនុវត្តបន្តតែម្ដងមិនចាំបាច់បងប្អូន design ខ្លួនឯងទេបើសិនជាបងប្អូនចេះ design ហើយក៏អាចបង្កើតជា artwork ផ្សេងៗសម្រាប់ខ្លួនឯងជាការច្នៃប្រឌិតរបស់ខ្លួនឯងផងដែរហើយសម្រាប់បងប្អូនដែលមិនទាន់ចេះបង្កើតជា artwork ផ្សេងៗយើងអាចយក artwork នេះយកទៅប្រើប្រាស់បានអូខេគេបន្តមកទៀតគឺយើងអនុវត្តទៅលើ running tag គឺយើងផ្ដល់ជូនឲ្យយើងក្នុងការអនុវត្តបានច្រើនមែនតើតមកទៀតគឺមានចលនាទៅលើម្ហូបអាហារទៅលើ pizza company គឺសិតតែជាវីដេអូឬក៏ដូចជាផ្ដល់ food tag ឲ្យយើងធ្វើតែម្ដងគេចូលម្ដងរៀនទី8គឺតកតងទៅនឹងការប្រើប្រាស់ plug-in element 3D ណាគឺជា plug-in មួយនេះគឺវាពេញនិយមខ្លាំងមែនតើហើយថាវាបង្កើតបានជាអក្សរ 3D ក៏ដូចជាចលនាមួយចំនួនដែលយើងអាចបង្កើតជា 3D បានដូចជា logo 3D នេះគឺយើងអាចក៏បង្កើតនៅក្នុងនេះបានដែរនៅក្នុងនេះគឺមាន plug-in ក៏ដូចជាវីដេអូដែលយើងអាចមើលបន្ថែមបានតទៅនឹងការប្រើប្រាស់ element 3D ណាទទួលបានជា extension ដែលចំនួនការធ្វើចលនារបស់យើងគេមាន model របស់ phone នេះគឺហើយមានរំហាត់ទៅនឹង 3D ណាគឺយើងប្រើប្រាស់ logo យើងបង្កើតជា 3D បានអូខេជានៅក្នុងនេះគឺយើងអនុវត្ត project មួយនេះគឺ project ធំរបស់យើងគឺ smart ណាដែលយើងបញ្ចូលទាំង 2D ចលនា 2D និង 3D ចូលក្នុងនោះណាជាអក្សរ 3D ចលនានៅក្នុងនេះអូខេអញ្ចឹងមាន logo 3D នេះមួយដែរអូខេមានចំណងជើងរឿងក៏យើងប្រើជា 3D ដែរណាជាប្រើលក្ខណៈចលនាបែប parallax ហើយមានអក្សរ 3D ចូលក្នុងនោះទៀតអញ្ចឹងក្នុងនេះគឺមាន assignment ដើម្បីយើងងាយស្រួលការវាស់ស្ទង់ទៅលើសមត្ថភាពរបស់យើងនៅពេលដែលយើងសិក្សានៅក្នុងលក្ខខណ្ឌនេះហើយគឺយើងអាចយកមកអនុវត្តទៅលើ assignment មួយនេះអូខេអញ្ចឹងសម្រាប់បងប្អូនដែលចង់សិក្សាវគ្គ motion graphic ចុះឈ្មោះបានដោយសារវគ្គនេះគឺយើងផ្ដល់ជាពិសេសមែនទែនសម្រាប់យើងសិក្សាហើយនឹងផ្ដល់ជូននៅកលឹះក៏ដូចជា technique ល្អៗជាច្រើនណាសម្រាប់យើងសិក្សាហើយសម្រាប់សូមបញ្ជាក់ម្ដងទៀតសម្រាប់ពាក្យភាសានេះវីដេអូគឺយើងសិក្សាបានរហូតអត់មានកំណត់រយៈពេលទេហើយធ្វើការ support ពីខ្ញុំផ្ទាល់តែម្ដងដែលខ្ញុំមានបទពិសោធន៍ទៅលើការធ្វើ motion graphic នេះជាច្រើនឆ្នាំមកហើយអូខេអរគុណច្រើនហើយបើសិនជាបងប្អូនចង់សិក្សាអាចឆាតមក Telegram ខ្ញុំបានអរគុណច្រើនជួបគ្នានៅក្នុងវគ្គសិក្សាទាំងអស់គ្នា